បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះនាំបងប្អូនមកមើលទូមកគ្រាប់ពីរ៉ាច់ទូ Pastor Bank មកគ្រាប់នេះបាទគឺចំនួនកង់ដងហ្នឹងមាន10គ្រាប់បាទហើយទូហ្នឹងគឺ1ម៉ែត្រទៅតឹងបដោយនេះ1ម៉ែត្របដោយនេះហើយឥឡូវមកមើលមេចែកចាយហ្នឹងវាហ្មងទៅបាទនេះ630ចឹងកន្លែងហ្នឹងខ្ញុំថតលើកមុនបងប្អូនចេះស៊ូថាហេតុអីបានជាអានោះតា630ទេដល់ពេលយើងមករាប់កូន diameter ហ្នឹងអានេះកូន diameter មួយគ្រាប់នេះវាស្មើនឹង125 ampere អញ្ចឹងនៅពេលដែលអញ្ចឹងវាលើស ampere បាត់ហើយណាវាដល់ចូលដល់1000ជាងហើយចុះហេតុអីបានអាមេនោះតា600ហ្នឹងវាមកកូននេះដាក់មេក៏ច្រើនមែនបងប្អូនទៅដឹងថាទូកង់ដងវាមិនមែននេះទេវាមិនមែននៅពេលដែលយើងបើកតនាការទៅទូកង់ដងនឹងវាតនាការទាំងអស់ទេគឺអាហ្នឹងគេមានគូក្បាល control ទៅលើ position ណាមួយដែលគេកំណត់ទៅលើការធ្លាក់តង់ឆុងឬមួយក៏មានបញ្ហាអីមួយអញ្ចឹងឧទាហរណ៍ថាឥឡូវវាធ្លាក់តង់ឆុងទៅធ្លាក់តង់ឆុងគឺអា disjunction នេះវាឲ្យនេះcontactor បាទcontactor ទី1វាតនាការអញ្ចឹងវាបើសិនជាតនាការcontactor ទី1នឹងហើយវានៅតែធ្លាក់វាវាយចូលcontactor ទី2contactor ទី2វាយទៅហើយនៅតែធ្លាក់ទៀតវាវាយរហូតអញ្ចឹងប៉ុន្តែភាគច្រើនវាមិនអាចធ្លាក់ទៅដល់យើងដាក់កង់ដងហើយវាអត់ឡើងទេអានឹងវាបើសិនជាដាក់ហើយវាអត់ឡើងអានឹងមានន័យថាវាមានបញ្ហាបច្ចេកទេសហើយការតឡើងខុសស្តង់ដារបច្ចេកទេសហ្នឹងគេអានឹងគឺចឹងបងមិនមែនថាឥឡូវនៅពេលដែលយើងបើកទៅវាតនាការទាំងអស់ទេគឺអត់ទេហើយអានេះយើងមិនទាន់តឡើងហើយទាំងអស់ទេនៅហើយនៅពេលដែលវាតនាការដូចខ្ញុំនិយាយចឹងគឺយើង set up ទៅលើគូក្បាល control ของវាបាទដូចជាប្រភេទទាំងអស់នេះដែរបាទនេះជាគូក្បាល control ទៅលើcontactor ទាំងអស់ហ្នឹងcapacitor bank មួយណាដែលវាឲ្យដើរហ្នឹងចឹងណាមិនមែនថាដើរទាំងអស់ទេបាទវាអត់ទេហ្នឹងទូ capacitor bank ចឹងគឺយើង set up ដើម្បីឲ្យវានៅពេលដែលធ្លាក់ដើម្បីឲ្យវាវាយឡើងវិញអីចឹងទៅឥឡូវមកមើលទូហននេះមួយទៀតទូរបស់តៃវ៉ាន់វាឧទាហរណ៍នេះ800ដែរ800បាទ800កូនវាចំនួន10គ្រាប់ដែរបាទដូចគ្នាពីមុនចឹងដែរដូចខ្ញុំនិយាយចឹងគឺវាមិនមែនសំខាន់វានេះទេវាពេលយើងបើក start ទៅវាមិនមែនកង់ដងត្រូវតែដើរទាំងអស់ទេអត់ទេកង់ដងដើរលុះត្រាតែយើងប្រាប់វាថានៅពេលដែលធ្លាក់តង់ឆុងមួយក៏អាម៉េចចឹងទៅដើម្បីឲ្យវាដើរចឹងណាអាហ្នឹងគេធ្វើអញ្ចឹងមិនមែនយើងបូកយកទាំងអស់ទេហើយនេះជាទូកង់ដងចឹងមានតែប៉ុណ្្នឹងទេស្បូទៅទូកង់ដងហើយច្រើនអញ្ចឹងបាយទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ